កម្មវិធីនេះឧបត្ថម្ភដោយទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព Freshy ល្អសម្រាប់អ្នកអបអរសាទរស្រាបៀរ Gensberg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ2014 Gensberg ស្រាបៀរគុណភាពអាឡម៉ង់កម្រិតកំពូលឈ្នះមេដាយមាសចា៎ជំរាបសួរប្រជាជនសាកលោកអ្នកសាជាថ្មីមកកាន់កម្មវិធីព័ត៌មានថ្ងៃថ្មីឬក៏ដំណនេះចូលរបស់ CTN ជាបន្តនៅក្នុងព្រឹកថ្ងៃថ្មីថ្ងៃទី8ខែសំទោស18ខែឧសភាឆ្នាំ2015ត្រូវនៅថ្ងៃអង្គារចា៎បាទនេះចង់បន្ថយថ្ងៃហ៎ចង់បន្ថយដក10ថ្ងៃបាទកាន់យ៉ាងណាមិញកម្មវិធីរបស់យើងនៅតែបន្តចូលខ្លួនមកផ្សាយជូនទស្សនិកជនបានទស្សនានៅព្រឹកថ្ងៃច័ន្ទនេះជាបន្តទៀតដែលយើងផ្សាយជូនចាប់ពីវេលាម៉ោង6រហូតដល់ម៉ោង7ព្រឹករៀងរាល់ថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហើយដែលនេះលក្ខណៈបានតំណាខ្លះរយៈពេលឈប់ប្រហែលថ្ងៃនេះចាប្រហែលថ្ងៃហ្នឹងគឺឈប់នៅផ្ទះតាឈប់នៅផ្ទះដោយសារអាកាសធាតុក្តៅពេកចឹងអត់ដឹងទៅណាទេចាចំណេញលុយផងតាពិតនៅផ្ទះចំណេញលុយយើងចំណេញម្ហូបផងហើយយើងអត់បារម្ភពីសុខភាពបញ្ហាគ្រោះចរាចរណ៍អីចឹងចាអរគុណទស្សនិកជនសង្ឃឹមថាលោកអ្នករយៈពេលកន្លងទៅគឺនឹងសុខសប្បាយទាំងអស់គ្នាចាដល់ហើយកម្មវិធីរបស់យើងគឺយើងនៅមានរឿងរ៉ាវធម្មតានៅក្នុងវគ្គទី1គឺយើងនិយាយអំពីសុខភាពដល់ថ្ងៃនេះយើងនិយាយអំពីបញ្ហាមួយទាក់ទងទៅនឹងការរំលាយអាហារហើយមានអាការៈឆ្អល់ពោះទស្សនៈថារោគសញ្ញានេះមានមកពីមូលហេតុអ្វីខ្លះហើយការព្យាបាលយ៉ាងណាដែរចាអញ្ចឹងគឺអាការៈឆ្អល់ពោះតាមការឲ្យដឹងគឺភាគច្រើនកាត់ឡើងនៅពេលដែលយើងទទួលទានអាហាររួចបាទចាអ្នកដែលគាត់ទទួលទានអាហាររួចប៉ះពាល់អញ្ចឹងទៅគឺអាចឆ្អល់ពោះអញ្ចឹងបានដែរហើយតាមការដឹងពីលោកវិជ្ជបណ្ឌិតថាវិបត្តិរំលាយអាហារឬក៏ការរំលាយអាហារមិនបានល្អនេះគឺបណ្ដាលមកពីមូលហេតុជាច្រើនផ្សេងគ្នាហើយវិបត្តិរំលាយអាហារឬការរំលាយអាហារមិនបានល្អអាចដោយសារតែក្រពះរបស់យើងរួមតូចការបើពេលទទួលទានឆាប់ឆ្អែតប៉ុន្តែមាត់នៅតែឃ្លានចាជាការពិតពេលខ្លះអ្នកខ្លះគាត់ញ៉ាំដូចសម្រាប់ថាឆ្អែតដែរប៉ុន្តែមាត់នៅតែចង់ញ៉ាំបន្ថែមទៀតណាអញ្ចឹងគឺដោយសារតែក្រពះយើងរួមតូចអញ្ចឹងបានហាប់ស្គមចាហើយការរំលាយអាហារមិនបានល្អខ្លះគឺមានតឹងពោះហើមពោះភើននិងក្អែលេបអាហារវិញជាដើមបាត់រំលាយអាហារឬការរំលាយអាហារមិនបានល្អគឺអាចកើតឡើងដោយសារច្រាលអាហារពីក្រពះមកបំពង់អាហារជាទូទៅមានរោគសញ្ញាក្រហាយតាមបណ្ដោយក្រោយឆ្អឹងសន្ទះទ្រូងពីចុងដង្ហើមឡើងមកដើមកជាដើមវិបត្តិរំលាយអាហារមួយយ៉ាងទៀតគឺកើតញឹកញាប់ផងដែរពាក់ព័ន្ធទៅនឹងវិបត្តិរបត់ពោះវៀនឈឺចាក់ខ្លាំងនិងចង្អោរមិនតែបែបនេះក៏អាចជាករណីវិបត្តិចរាចរណ៍របស់ពោះវៀនតូចផងដែរចាពួកអ្នកខ្លះគាត់ញ៉ាំអីហើយគាត់ចង់ក្អួតមកវិញចាអញ្ចឹងគឺពោះវៀនរបស់គាត់អត់ល្អទេការព្យាបាលបញ្ហាទាំងអស់នេះគឺពឹងផ្អែកទាំងស្រុងទៅលើមូលហេតុផ្ទាល់របស់វាហើយការទទួលទានថ្នាំពេទ្យមួយចំនួនដោយគ្មានវេជ្ជបញ្ជាក៏អាចមានផលប៉ះពាល់ដល់ការរំលាយអាហារដែរអញ្ចឹងល្អបំផុតគឺយើងត្រូវតែទៅខាងមន្ទីរពេទ្យដើម្បីធ្វើការពិភាក្សានិងធ្វើការព្យាបាលយើងឃើញថាបញ្ហានេះមិនមែនជារឿងតូចតាចទេព្រោះថាកាពះពោះវៀនរបស់យើងគឺមានតួនាទីសំខាន់នៅក្នុងការរំលាយអាហារអញ្ចឹងបើសិនបើវាមានបញ្ហាអញ្ចឹងមានថាប្រព័ន្ធដំណើរការកិនថារោងចក្រនៅក្នុងខ្លួនយើងដែលរំលាយអាហារហ្នឹងគឺអត់ល្អហើយអញ្ចឹងវាអាចប៉ះពាល់នៅផ្នែកផ្សេងៗនៃរាងកាយរបស់យើងអាចបង្កទៅជាបញ្ហាលើសឈាមដោយសារថាវារំលាយអាហារអត់ល្អអញ្ចឹងទៅគឺវាមានបញ្ហាអីច្រើនអញ្ចឹងណាចា៎បាទអញ្ចឹងលោកអ្នកបានទស្សនាហើយនៅព័ត៌មានសុខភាពសម្រាប់ថ្ងៃនេះពីអ្នកនាងលក្ខណៈសង្ឃឹមថានេះជាអត្ថប្រយោជន៍មួយដល់សុខភាពរបស់លោកអ្នកហើយជារៀងរាល់ថ្ងៃគឺយើងតែងតែមានព័ត៌មានសុខភាពថ្មីជានិច្ចយើងមកជំរាបជូនលោកអ្នកបានទស្សនាយើងបង្វែរអារម្មណ៍លោកអ្នកមកកាន់ផ្លាកសញ្ញាចរាចរណ៍វិញម្ដងថ្ងៃនេះគឺយើងទៅមើលការបកស្រាយរបស់លោកគ្រូអុកម៉ូនីដាអំពីផ្លាកសញ្ញាចរាចរណ៍មួយគឺកំណត់កម្ពស់ 3.5 ម៉ែត្រចង់នឹងថាផ្លាកសញ្ញាចរាចរណ៍នេះមានអត្ថន័យយ៉ាងណាយើងទៅស្ដាប់ការបកស្រាយរបស់លោកគ្រូទាំងអស់គ្នាបាទថ្ងៃនេះមានផ្លាកសញ្ញាចរាចរណ៍ថ្មីមួយទៀតហើយគឺគឺផ្លាកសញ្ញាបំរាមបាទផ្លាកសញ្ញាបំរាមនេះគេច្រើនប្រើដាក់បំរាមដល់អ្នកបើកបរមិនឲ្យប្រព្រឹត្តនៅអ្វីដែលមានចែងក្នុងផ្លាកសញ្ញាបាទដូចជាផ្លាកសញ្ញានេះគឺបានថាគេហាមចូលចំពោះយានជំនិះដែលមានកម្ពស់សរុបគិតទាំងបន្ទុកលើសពី3ម៉ែត្រកន្លះហាមចូលចំពោះយានជំនិះដែលមានកម្ពស់សរុបគិតទាំងបន្ទុកលើសពី3ម៉ែត្រកន្លះបាទបានន័យថាឧទាហរណ៍ឡានយើងអត់គ្រប់3ម៉ែត្រកន្លះទេតែយើងដាក់អីវ៉ាន់វាស្ពីងទៅពងនៅលើទៅអញ្ចឹងកម្ពស់យើងក៏បើសិនជាខ្ពស់លើដែលផ្លាកគេកំណត់នេះក៏យើងមិនអាចចូលបានដែរបាទហាមចូលចំពោះយានជំនិះដែលមានកម្ពស់សរុបលើសពី3ម៉ែត្រកន្លះចាអញ្ចឹងមិញគេកំណត់កម្ពស់3ម៉ែត្រកន្លះអញ្ចឹងបើសិនមកឡានឬក៏អីក៏ដោយដែលគាត់ដាក់អីវ៉ាន់ហួសពីនឹងគឺមានទោសហើយមួយទៀតជីបាក់ទៅអត់កើតព្រោះទៅអាសបោផាកពិន័យហើយចាអរគុណទស្សនិកជនយើងឃើញថាផ្លាកសញ្ញាចរាចរណ៍ទាំងអស់នេះសុទ្ធតែមានសារៈសំខាន់ទាំងអស់ហើយលោកអ្នកគួរតែធ្វើការអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីប្រទេសរបស់យើងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជាពិសេសគឺដើម្បីឲ្យយើងជិះទៅឆ្លាតនៅក្នុងការបើកបរផងដែរជាបន្តយើងទទួលសនាជាបន្តនៅចំណេះដឹងសិប្បកម្មច្នៃប្រឌិតយើងទៅមើលវិធីសាស្ត្រនៅក្នុងការច្នៃធ្វើកាបូបដោយខ្លួនឯងបានយ៉ាងស្រស់ស្អាតចាទស្សនាទាំងអស់គ្នាពីខេត្តទំព័រ YouTube
ngay vừa cả bộ ចាអញ្ចឹងនេះគឺយើងត្រូវការក្រណាត់គេហៅអី leo ចឹង sai ខ្សែ ច្បាក់ ច្បាក់ saiច្បាក់ នេះគឺយើងត្រូវការកាត់ក្រណាត់ពណ៌កាឈូកនេះដោយវាស់ជារាងចតុកោណមិនចតុកោណអានេះគេហៅអីគេនេះរាងកែងចា បាទ តបដេជាមួយនឹងกระดาษយើងដូចជាផ្លាស្ទិកតិចដែរព្រោះធម្មតាកាបូបគឺយើងត្រូវការក្រាស់ បាទ ចឹងតែគឺនៅបាតរបស់វាតែម្ដងចាចឹងបន្តមកគឺយើងធ្វើការដេយល់ទៅការធ្វើនេះគឺมันងាយស្រួលហើយ បាទត្រូវការអ្នកដែលគាត់ ជំនា មាន ញ ជំនាញក្នុងការដេប៉ាក់ណា ដេដៃក៏បានដែរគាត់ថា គាត់ម៉ាស៊ីនលឿនជាងបាទ ហើយម៉ាស៊ីនគឺវាស្អាតជាង ដេ ចឹង ដៃប្រហែលជាអាចមកទឹកអីហ្នឹងហើយនេះគឺត្រូវការពីបត់បែនច្រើនអ្នកដែលគាត់បកកែធ្វើកបោបណាឬក៏អ្នកដេកបោបដេអីហ្នឹងគឺគាត់ជាចេះធ្វើណា ចាអញ្ចឹងការចំណាយពេលមិនលឿនទេបន្ទាប់មកគឺយើងចាប់ផ្ដើមវាស់ចំណុចកន្លឹះកាបូបឲ្យយើងត្រូវការជាប់ដៃយួរ បាទ គឺយើងប្រើអង្កាំបែបនេះបន្ទាប់មកគឺយើងប្រើដាក់ធុង បាទតងសោកច្បាស់ចូលទៅ អីយ៉ាបានហើយចាអញ្ចឹងស្អាតមែនតើហើយស្រស់ស្អាតសម្រាប់យុវវ័យទាន់សម័យដោយសារមានពណ៌ខ្ជុតខ្ជូតច្រើនហើយលោកអាចធ្វើបានឬក៏មានវីដេអូអីដែលប្លែកគឺអាចផ្ញើមកយើងបានដូចគ្នាដែរយើងនឹងធ្វើការចែកចាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងគឺ CTN ដោយលោកអ្នកអាចផ្ញើបានតាមរយៈ address របស់យើងគឺ ctnmorningshow@gmail.com ចា បាទអរគុណយើងនឹងជួបលោកអ្នកនៅក្នុងវគ្គក្រោយជាមួយបទយកាឬក៏កិច្ចពិភាក្សាផ្សេងៗប្រចាំថ្ងៃខណៈនេះអនុញ្ញាតសម្រាប់មួយផ្លែតសិន កម្មវិធីនេះឧបត្ថម្ភដោយ ទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព Freshy ល្អសម្រាប់អ្នក អបអរសាទរស្រាបៀរ Gensberg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ 2014 Gensberg ស្រាបៀរគុណភាពអាឡឺម៉ង់កម្រិតកំពូលឈ្នះមេដាយមាស អទស្សនិកជនយើងចូលមកដល់វគ្គទី2នៃកម្មវិធីព័ត៌មានថ្ងៃថ្មីឬក៏ The Morning Show ដែលនៅក្នុងវគ្គនេះយើងតែងតែជំរាបជូនដល់លោកអ្នកនៅបទយកាឬក៏កិច្ចពិភាក្សាផ្សេងៗប្រចាំថ្ងៃហើយថ្ងៃនេះគឺយើងនាំអារម្មណ៍លោកអ្នកទៅទស្សនាកិច្ចសម្ភាសន៍រវាងលោកចិនដុល្លារនិងលោកគ្រូពេទ្យសំទោសគឺលោកវិជ្ជបណ្ឌិតឈនណារ៉េតគឺជាប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតតាក់ទងទៅនឹងការជួយសង្គ្រោះបឋមរបស់អ្នកដែលគាត់នឹងទទួលបានសំទោសគឺកើតមានគ្រោះថ្នាក់ចរាចរណ៍ហើយអញ្ចឹងអ្នកដែលនៅទីនោះព្រាមៗគឺអាចជួយសង្គ្រោះបានផងដែរ ចាំមានថាមុននឹងឡានពេទ្យមកដល់គឺមានប្រជាជនដែលគាត់រួមដំណើរតាមផ្លូវនឹងឯងដែលជាអ្នកជួយដំបូងគេអញ្ចឹងទស្សនាទាំងអស់គ្នាថាម្ដងថាតើរបៀបនៃការជួយសង្គ្រោះបឋមដំបូងសម្រាប់ប្រជាជនយើងហ្នឹងគឺគាត់ធ្វើឡើងត្រូវតែមានលក្ខណៈសម្បត្តិយ៉ាងណាដែរចា៎ បាទអរគុណឥឡូវនេះគឺយើងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតយើងនឹងជួបជាមួយលោកវិជ្ជបណ្ឌិតឈុនណារ៉េតដែលលោកគ្រូគឺជាប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតលោកគ្រូនឹងជម្រាបជូនយើងអំពីរបៀបសង្គ្រោះទៅដល់ជនរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍បាទយល់លោកគ្រូបាទសុខសប្បាយគ្រូណាបាទខាងជួបគ្នាមួយរយៈឥឡូវនេះឃើញថាមានយើងមានទីបានមួយទៀតហើយគឺថ្ងៃនេះនិយាយអំពីរបៀបសង្គ្រោះបន្ទាន់ទៅដល់អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយសារតែយើងឃើញឥឡូវនេះគឺមានមកមកខ្មែរយើងរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនអញ្ចឹងក៏យើងលើកយកធានបទនេះមុនដំបូងចង់ឲ្យលោកគ្រូបញ្យល់នេះថាដូចមិនដែលហៅថាសង្គ្រោះបន្ទាន់បាទជាបឋមខ្ញុំសូមជម្រាបសួរដល់ទស្សនិកជនទាំងអស់ដែលបានតាមដាននៅតាមកញ្ចក់ទូរទស្សន៍ CTN គឺថាសូមអរគុណដែលបានលើកយកពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាមួយដែលជាជនទូទាំងប្រទេសកំពុងយកចិត្តទុកដាក់ហើយក្នុងខែនេះក៏ជាខែដែលយើងមានការឈប់ក្នុងការបន់ទានច្រើនយើងនិយាយពីសង្គ្រោះបឋមគឺជាការដែល
យើងធ្វើការសង្គ្រោះទៅលើជនរងគ្រោះទាំងអស់ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតគឺថាការសង្គ្រោះនេះគឺប្រជាជនទូទៅឬក៏អ្នកស្ម័គ្រចិត្តដែលមានការបណ្ដុះបណ្ដាលរយៈពេលខ្លីអាចធ្វើការសង្គ្រោះទៅលើជនរងគ្រោះដែលគេគិតថាអាចនឹងប្រឈមនឹងការបាត់បង់ជីវិតហើយការសង្គ្រោះនេះគឺថាយើងធ្វើដោយរងចាំដល់រថយន្តសង្គ្រោះដែលមានបុគ្គលិកបានបណ្ដុះបណ្ដាលត្រឹមត្រូវមកសង្គ្រោះបន្តលោកគ្រូសូមជួយលោកគ្រូរៀបរាប់ពីជំហានដែលយើងហៅថាសង្គ្រោះនេះយើងមានអីខ្លះហើយយើងអាចធ្វើអីបានខ្លះក្នុងគ្រោះថ្នាក់ចរាចរណ៍ជាទូទៅនៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះដែលអាចស្លាប់ភ្លាមហ្នឹងគឺថាទី1គឺវាតកតងទៅនឹងការហូរឈាមកាលណាហូរឈាមយើងចែកចេញជាពីរគឺតាហូរឈាមដែលនៅក្នុងខ្លួនហើយនឹងហូរឈាមមកខាងក្រៅក្នុងដំណាក់កាលនេះគឺថាអ្នកដែលនៅជុំវិញតើគាត់អាចនឹងជួយសង្គ្រោះរបៀបម៉េចទី1គឺថានៅពេលដែលមានឃើញគ្រោះថ្នាក់ភ្លាមយើងเข้าគ្រោះថ្នាក់ហ្នឹងឃើញមានអ្នករបួសអ្នកចំនួនច្រើនឬក៏គ្រោះថ្នាក់ហ្នឹងមានរបួសធ្ងន់ធ្ងរគឺថាទី1គាត់អាចនឹងហៅមករថយន្តសង្គ្រោះភ្លាមនៅក្នុងរាជធានីភ្នំពេញយើងហ្នឹងគឺថា119ប៉ុន្តែបើសិននៅក្នុងរយៈពេលនៃការរងចាំឡានសង្គ្រោះទៅដល់ហ្នឹងគឺថាអ្នកដែលឃើញហេតុការណ៍ឬក៏អ្នកដែលនៅជុំវិញហ្នឹងអាចធ្វើការសង្គ្រោះបើសិនជាគាត់ឃើញថាអ្នកជនរងគ្រោះហ្នឹងគឺថាមានគ្រោះថ្នាក់ធ្ងន់ធ្ងរការសង្គ្រោះហ្នឹងយើងហៅថាការសង្គ្រោះបឋមហ្នឹងគឺទី1បើសិនជាយើងនិយាយឡើងវិញហ្នឹងគឺថាបើសិនហូរឈាមឃើញហូរឈាមមកខាងក្រៅហូរឈាមមកខាងក្រៅហ្នឹងហូរឈាមហ្នឹងវាមានចំនួនច្រើនដែលអាចឲ្យជនរងគ្រោះហ្នឹងអាចគ្រោះថ្នាក់បានគាត់ត្រូវធ្វើការខាត់ឈាមភ្លាមការខាត់ឈាមហ្នឹងគឺថាយើងត្រូវរកវត្ថុស្អាតអីមកខ្ទប់ស្កត់នៅកន្លែងរបួសហ្នឹងណាប៉ុន្តែមុននឹងជួយសង្គ្រោះហ្នឹងគឺថាអ្នកនៃសង្គ្រោះហ្នឹងត្រូវវាយតម្លៃថាគាត់អាចចូលទៅជួយបានអត់ទីតាំងដែលជនរងគ្រោះហ្នឹងនៅហ្នឹងគាត់អាចចូលទៅសង្គ្រោះបានមានសុវត្ថិភាពអត់មុនទៅសង្គ្រោះហ្នឹងគឺគាត់ត្រូវថាដាក់សញ្ញាអីមិនប្រាប់ថាកន្លែងហ្នឹងមានគ្រោះថ្នាក់ដូច្នេះឡានរថយន្តដែលកំពុងធ្វើចរាចរណ៍ឆ្លងកាត់កន្លែងហ្នឹងត្រូវឲ្យដឹងហើយធ្វើការប្រុងប្រយ័ត្នថយល្បឿនហើយបានយើងចូលទៅសង្គ្រោះដោយសុវត្ថិភាពហ្នឹងជាការចាំបាច់មួយយើងទៅឃើញថាមានហូរឈាមដែលឈាមច្រើនដែលយើងគិតថាបើយើងបន្តឲ្យហូរទៀតអាចមានគ្រោះថ្នាក់ដល់ជនរងគ្រោះអញ្ចឹងយើងត្រូវការទប់ខាត់ឈាមហ្នឹងក៏ឲ្យហូរអញ្ចឹងទី1គឺថាយើងត្រូវខាត់ឈាមហ្នឹងគឺមានវត្ថុស្អាតឬមានស្បៃអីឬក៏កម្មាកសែងអីគឺថាយើងត្រូវរុំសង្កត់ទៅលើកន្លែងហូរឈាមហ្នឹងដើម្បីបញ្ឈប់ការហូរឈាមឬបន្ថយការហូរឈាមនៅច្រើនកន្លែងទី2នេះយើងនិយាយពីការទប់ខាត់ហូរឈាមដែលយើងមើលឃើញនៅដៃនៅជើងឬនៅកន្លែងណាមួយដែលយើងអាចទប់ខាត់បានចំពោះការហូរឈាមនៅក្នុងខ្លួនដែលយើងមើលមិនឃើញហ្នឹងគឺថាទី1យើងពិបាកនឹងវាយតម្លៃថាតើវាមានការហូរឈាមប៉ុន្តែយើងឃើញថាអ្នកជំងឺមានអាការៈស្រេកទឹកស្លេកស្លាំងហើយគាត់ចាណាហូរឈាមច្រើនគាត់អាចងឹតមុខអីចឹងដូច្នេះក្នុងនោះយើងដើម្បីយើងវាយតម្លៃថាគាត់ថាមានការហូរឈាមនៅក្នុងខ្លួនយើងចាប់បើអ្នកថាបានទទួលការបណ្ដុះបណ្ដាលខ្លះយើងអាចចាប់ជីបចរនៅតាមកដៃកជើងឬនៅតាមក្លៀកឬកលៀនអីដែលយើងកន្លែងយើងហៅថាមានជីបចរលោតនោះយើងស្ទាបទៅវាអត់មានខ្សោយវាយខ្សោយអញ្ចឹងយើងត្រូវធ្វើម៉េចដាក់ដូចថាគាត់ថាដាក់គាត់គេងរៀបស្មើទៅយើងលើកជើងឲ្យខ្ពស់បន្តិចមកដើម្បីធ្វើឲ្យឈាមហ្នឹងវាពីចុងជើងអីមកក្នុងខ្លួនត្រឡប់មកក្នុងខ្លួនហ្នឹងវិញវាជួយឲ្យឈាមដែលមកចំខួរក្បាលបេះដូងបានច្រើនហ្នឹងជាករណីដែលយើងគិតថាយើងអាចជួយបានប៉ុន្តែករណីដែលចាំបាច់មួយទៀតសម្រាប់អ្នកថាសង្គ្រោះបឋមហ្នឹងគឺនៅពេលដែលយើងចូលទៅហើយអ្នកជំងឺជនរងគ្រោះហ្នឹងយើងហៅគាត់អត់មានឆ្លើយតបគាត់ន័យថាគាត់លែងដឹងខ្លួនយើងមើលដៃចាប់មើលរកជីបចរអត់មានហើយមើលទៅហោនតិចក្បែរច្រមុះក្បែរមាត់ក៏អត់មានដង្ហើមចេញចូលហ្នឹងគេហៅគេថាធ្វើយើងត្រូវធ្វើការចលនាបេះដូងនិងដង្ហើមឲ្យគាត់ភ្លាមនៅពេលហ្នឹងបានន័យថា
យើងត្រូវសង្កត់ធ្វើចលនាបេះដូងគឺថាយើងដៃទាំងពីរហ្នឹងសង្កត់ទ្រង់ធ្វើចលនាធ្វើម៉េចឲ្យបានដូចជាជីពចរយើងលោតចឹងគឺថាក្នុងមួយនាទីឲ្យបានសង្កត់នៅទ្រង់ចំឆ្អឹងស្ទះទ្រង់ហ្នឹងគឺថាយើងសង្កត់ឆ្អឹងស្ទះទ្រង់ហ្នឹងឲ្យបានពី80ទៅ100ដងក្នុងមួយនាទីគឺថាជាទូទៅគេឲ្យបាន100ដងក្នុងមួយនាទីហើយយើងត្រូវឲ្យចលនាដង្ហើមគាត់ធ្វើម៉េចឲ្យមានខ្យល់ចេញចូលបានន័យថាយើងអាចផ្លុំមាត់ផ្លុំអីគាត់ហ្នឹងយើងសង្កត់30ដងយើងផ្លុំខ្យល់ចូលក្នុងខ្លួនគាត់2ដងហ្នឹងគឺជាការសម្ពោះអ្នកដែលពុំមានចលនាដង្ហើមពុំមានជីពចរហ្នឹងគឺថាអ្នកដែលអាចធ្វើនឹងបានគឺថាជាអ្នកស្ម័គ្រចិត្តឬក៏នៅក្នុងសហគមន៍ឬក៏ជាយុវជនស្ម័គ្រចិត្តជាកាយរិទ្ធឬក៏យុវជនកង្វះក្រហមអីគឺថាគេសិតតែមានបានបណ្ដុះបណ្ដាលក្រុមហ្នឹងគឺថាដើម្បីធ្វើការសង្គ្រោះនៅពេលរងចាំរថយន្តសង្គ្រោះមកនៅពេលដែលគាត់អត់មានដង្ហើមនិងអត់មានជីពចរខ្ញុំគិតថាគាត់បើសិនជាយើងរងចាំយើងអត់ធ្វើអីសោះរងចាំរថយន្តសង្គ្រោះមកជួយសង្គ្រោះអាហ្នឹងគឺថាយើងគិតថារយៈពេលនៅពេលដែលគ្រោះថ្នាក់ធ្ងន់ធ្ងរហ្នឹងដែលពេលគាត់ដកដង្ហើមអត់មានជីពចរអីហ្នឹងគឺថារយៈពេលវេលាគឺថាយើងគិតថាបើយើងពេលវេលាហ្នឹងកាន់តែវែងហើយយើងអត់ធ្វើអីសោះគឺថាអ្នកជំងឺហ្នឹងគាត់នឹងមានគ្រោះថ្នាក់ដល់ជីវិតណាអញ្ចឹងបើយើងធ្វើអីខ្លះហ្នឹងទៅរងចាំឡានសង្គ្រោះមកដល់គឺថាយើងគិតថាវាអាចជួយបានខ្លះដែលពេលវេលារយៈពេល10នាទីបើសិនជាមនុស្សយើងដល់ដកដង្ហើមគឺចប់ត្រឹមហ្នឹងអញ្ចឹងយើងអាចធ្វើខ្លះទៅក្រែលោកឡានអាចមកជួយទាន់ពេលវេលាហើយមួយទៀតបើសិនជាអ្នកជំងឺហ្នឹងជនរងគ្រោះហ្នឹងគាត់ដឹងខ្លួននៅពេលដែលគ្រោះថ្នាក់អីចឹងគាត់ដឹងខ្លួនធម្មតាហើយទៅនៅពេលហ្នឹងបញ្ហាគ្រោះថ្នាក់ទី2ដែលថាมันគ្រោះថ្នាក់ដល់អាយុជីវិតទេប៉ុន្តែបើការជួយសង្គ្រោះយើងមិនបានត្រឹមត្រូវវាធ្វើឲ្យគាត់តមកទៀតគាត់អាចមានពិការហ្នឹងបញ្ហាហ្នឹងគឺតាក់ទងនឹងបញ្ហាខួរឆ្អឹងខ្នងយើងហ្នឹងដូចមានរូបក្នុងនេះចឹងនិយាយពីខួរឆ្អឹងខ្នងហ្នឹងមកកង់ហ្នឹងពីក្បាលមកដល់គឺថាបញ្ហានេះទី1គឺថាខួរក្បាលយើងវាមានប្រព័ន្ធបញ្ជាឲ្យមកចុះតាមខួរឆ្អឹងខ្នងមកដៃជើងអញ្ចឹងគ្រោះថ្នាក់ជាតាក់ទងនឹងលបឿនកាលណាលបឿនខ្លាំងគ្រោះថ្នាក់នៅខួរឆ្អឹងខ្នងហ្នឹងគឺកាន់តែប្រឈមខ្លាំងណាស់អញ្ចឹងបើសិនជាមានគ្រោះថ្នាក់ភ្លាមអ្នកជំងឺដឹងខ្លួនធម្មតាណាប៉ុន្តែស្រាប់យើងប៉ះជើងប៉ះអីគាត់ទៅគាត់អត់ដឹងឈឺអត់ដឹងអីគាត់មិនអាចកម្រើកយើងមើលទៅអត់មានបាក់មានអីទេតែគាត់ដូចស្ទាបជើងស្ទាបអីគាត់អត់ដឹងថាឈឺដឹងអីលែងដឹងជើងអីយើងត្រូវប្រយ័ត្នរឿងពីក្បាលមកដល់កញ្ចោគូតនឹងខួរឆ្អឹងខ្នងអញ្ចឹងនៅពេលហ្នឹងគឺថាគេទៀមទាបើយើងស្ទាបកន្លែងឆ្អឹងខ្នងគឺគាត់មានថាឈឺកន្លែងណាមួយខ្លាំងអញ្ចឹងពេលហ្នឹងគឺថាយើងប្រយ័ត្នពេលហ្នឹងគឺថាយើងមិនប៉ះពាល់ប្រែប្រួលអីគាត់ទេមែនតើបើសិនជាយើងធ្វើគាត់ឲ្យបដូរស្ថានភាពគាត់មកគេងផ្ងាឬអីវិញគឺត្រូវមានគ្នា2នាក់ម្នាក់ត្រូវទប់ក្បាលទប់ដងខ្លួនអីហ្នឹងគឺថាធ្វើម៉េចឲ្យវានៅអាក់តែមួយដើម្បីបវលគាត់មកផ្ងាវិញឬឲ្យគេងផ្ងាវិញគឺលើកដាក់គាត់ទៅលើបន្ទះក្តាររឹងអីដើម្បីប្រអប់គាត់ឲ្យបាននឹងផ្នែកហ្នឹងគឺថាជាបញ្ហាមួយដែលត្រូវមានគ្នាយ៉ាងតិច2នាក់ជួយលើកអញ្ចឹងក្នុងពេលគ្រោះថ្នាក់ហ្នឹងរួមឆ្លៀតចូលបន្តិចខ្ញុំបានមើលក្នុង Facebook ក្រុមនិស្សិតពេទ្យមិននៅខាងណាទេប៉ុន្តែគេបានបង្ហោះថានៅពេលដែលអ្នករងគ្រោះចរាចរណ៍នោះគាត់ត្រូវរបួសក្បាលគឺគេហាមលើកគេថាលើកប្រឈរណាហាមចាប់លើកគេថាធ្វើម៉េចឲ្យដាក់គាត់នៅគេងផ្ងារៀបស្មើអាហ្នឹងខ្ញុំមិនដឹងទេនិយាយពីការប៉ះពាល់ក្បាលបើយើងគិតថាក្បាលប៉ះហ្នឹងដែលគាត់ចង់ឲ្យមានស្ថានភាពនៅលើផ្នែកផ្ទៃរៀបស្មើដែលរឹងហ្នឹងគឺបំណងគឺការពារដូចខ្ញុំនិយាយពីខាងដើមគឺឆ្អឹងកងកហ្នឹងហើយនឹងឆ្អឹងខ្នងហ្នឹងធ្វើម៉េចកុំឲ្យវារមួលឲ្យវានៅស្ថានភាពនៅអាក់តែមួយទៅដើម្បីជៀសវាងការដែលយើងលើកយើងដាក់មិនបានប្រយ័ត្នវាធ្វើឲ្យដាច់ឆ្អឹងខួរក្បាលហ្នឹងវាធ្វើឲ្យគាត់ពិការអូនិយាយពីកំហុសវិញលោកគ្រូឃើញថា
អ្នកគាត់ចង់សង្គ្រោះមិនបាននិយាយថាគាត់ទៅរោមទៅអីទៅធ្វើបាក់សង្គ្រោះកែពេលលោកគ្រូឃើញថាមានជាខ្មោចទៀតដែរយើងគិតថាពេលមែនតើបញ្ហាសង្គ្រោះបឋមហ្នឹងគឺជាបញ្ហាដែលគេត្រូវបណ្ដុះបណ្ដាលទៅលើសហគមន៍ទៅលើអ្នកស្ម័គ្រចិត្តណាដើម្បីឲ្យគាត់មានចំណេះដឹងពីការសង្គ្រោះបឋមហ្នឹងដើម្បីគិតថាយើងមិននិយាយពីគ្រោះថ្នាក់ត្រូវតិចតួចអីចឹងអាហ្នឹងយើងគិតថាយើងអាចរងចាំឡានសង្គ្រោះបានចង្កល់កាលណាគ្រោះថ្នាក់ជនរងគ្រោះមានការឈឺចាប់ហើយមួយទៀតការសង្គ្រោះដែលគិតថាជាមិនត្រឹមវាអាចនឹងបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះហ្នឹងគឺវាតាក់ទងដូចថាប៉ះពាល់គាត់មានបាក់ឬក៏ភ្លេចគ្រប់ភ្លេចផ្លាត់គ្រិចអីនឹងខួរឆ្អឹងនៅឆ្អឹងកងខ្នងយើងចឹងក្នុងពេលខ្លះវាគ្រាន់តែផ្លាត់គ្រាន់តែជ្រោះគ្នាបន្តិចតួចប៉ុន្តែពេលយើងទៅយើងអត់បានដឹងយើងចាប់គាត់ប្រវល់អីទៅមិនបានប្រុងប្រយ័ត្នអីទៅវាធ្វើឲ្យបាក់ឆ្អឹងនោះវាទៅជាបាក់វិញបាក់ដាច់សរសៃខួរឆ្អឹងខ្នងអីចឹងទៅអញ្ចឹងវាពិបាកដែរយើងអត់ដឹងទេប៉ុន្តែថ្ងៃក្រោយទៅនៅពេលគាត់សម្រាប់ព្យាបាលអីទៅថ្ងៃក្រោយទៅគាត់អាចពិការអវយវៈមួយជីវិតហើយចឹងនេះយើងអស់លោកគ្រូអរគុណច្រើនលោកគ្រូបានចំណាយពេលថ្ងៃនេះហើយអីថានេះជាប្រធានបទមួយដែលយើងចាប់អារម្មណ៍ព្រោះថាយើងដឹងហើយសុខខ្មែរយើងមានអ្នកគុណចរាចរណ៍ច្រើនហើយសកម្មតែលើកក្រោយនឹងបានជួនគ្រប់មកទៀតហើយឥឡូវនេះគឺយើងសូមប្រកល់ទីនេះទៅឲ្យវិធីការរបស់យើងវិញមកចាអរគុណចឹងយើងឃើញហើយថាវិធីសង្គ្រោះបឋមគឺងាយទេសំខាន់គឺនៅពេលដែលមានបញ្ហាចឹងកើតឡើងប្រជាជនរបស់យើងប្រញាប់ទៅជួយមិនមែនអ្នកខ្លះគាត់ឈរទៅមើលទេហើយយើងជួឈរមើលជនរងគ្រោះដេកនៅលើផ្លូវតែម្ដងចឹងសំខាន់យើងត្រូវតែចេះជួយគ្នាហើយកុំរោមខ្លាំងពេកព្រោះថាការរោមគឺប៉ះពាល់ច្រើនមែនទែនដោយលោកវិជ្ជបណ្ឌិតបានជម្រាបជូនអញ្ចឹងគឺស្ទះចរាចរណ៍ទី1ហើយពិបាកនៅក្នុងការសង្គ្រោះសម្រាប់អ្នកដែលគាត់ចង់សង្គ្រោះហើយមួយទៀតទី3ហ្នឹងគឺប៉ះពាល់ដល់ខ្យល់ដកដង្ហើមមានថាអុកស៊ីហ្សែនវាបាត់បង់ដោយសារតែអ្នកមហូបហ្នឹងគាត់យកចង់អស់ហើយចាអញ្ចឹងគឺត្រូវតែយល់ដឹងឲ្យបានច្រើនអំពីវិធីនៃការសង្គ្រោះបឋមទាំងអស់នេះចាបាទធម្មតាបញ្ហាការរោមនេះគឺបញ្ហាទី1ព្រោះថាពេលមានអីកើតឡើងគឺប្រជាជនយើងចូលចិត្តទៅរោមមើលអ្នកខ្លះរោមមើលមិនបានជាងជួយទេប៉ុន្តែរោមមើលទៅថតដាក់ Facebook វិញទៅហត់បង្ហោះឬក៏ទៅឈរបានអូអញ្ចេះអញ្ចោះជួយអញ្ចេះជួយអញ្ចោះប៉ុន្តែចាស់ស្ដែងក៏អត់ជួយទេប៉ុន្តែយើងក៏លេចទៅមើលអ្នកដែលគាត់មានបំណងចង់ជួយពិតប្រាកដគឺសូមលោកអ្នកដែលគាត់រោមហ្នឹងណាធ្វើម៉េចបើកខ្យល់ឲ្យទលាយដើម្បីឲ្យអ្នកដែលគាត់កើតគ្រោះថ្នាក់ហ្នឹងគាត់អាចមានខ្យល់អុកស៊ីហ្សែនដកខ្លះធម្មតាមនុស្សយើងពេលដែលនៅកន្លែងបិទជិតថប់ដង្ហើមយើងចិត្តនៅកន្លែងដែលទលាយបើមិនជានៅកន្លែងថប់បិទជិតដល់សិតតែមនុស្សហ្នឹងគឺយើងប្រកាសជាឧស្សាហ៍ថាថប់ហ្នឹងហើយថប់ខ្យល់ហ្នឹងមួយទៀតវាងាយស្រួលនៅក្នុងការអ្នកដែលគាត់ជាអ្នកដែលគាត់ចេះលើបញ្ហាសង្គ្រោះបឋមហ្នឹងគឺគាត់ងាយស្រួលក្នុងការធ្វើការងាររបស់គាត់ឲ្យបានជោគជ័យហើយមួយទៀតហ្នឹងគឺសំខាន់គឺការលើកជនរងគ្រោះតែម្ដងលោកអ្នកគួរតែប្រយ័ត្នប្រយែងនៅក្នុងការលើកដោយលោកអ្នកគួរតែដឹងច្បាស់ថាជនរងគ្រោះកំពុងរបួសនៅផ្នែកណាដែលសំខាន់បើសិនបើដឹងអំពីបញ្ហាទាំងអស់នេះហើយការសង្គ្រោះនឹងទទួលបានជោគជ័យច្រើនហើយលទ្ធផលយើងមើលទៅគឺអាចជួយស្ទើរតែបានទាំងស្រុងមុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យទៀតអញ្ចឹងអត្រានៃការស្លាប់គឺនឹងមានការកាត់បន្ថយចាអរគុណច្រើនចាំនេះគឺជាកិច្ចសម្ភារដ៏មានតម្លៃសម្រាប់ប្រជាជនយើងព្រោះថាវាកាត់ឡើងស្ទើររៀងរាល់ថ្ងៃក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងយើងគួរតែចូលរួមទាំងអស់គ្នានៅក្នុងការយល់ដឹងអំពីវិធីទាំងអស់នេះហើយយើងជួយគ្នាព្រោះថាយើងជាប្រជាជនខ្មែរយើងចេះជួយគ្នាតាំងពីយូរណាស់មកហើយចាអរគុណនៅវគ្គក្រោយយើងមានរឿងរ៉ាវនៅខាងក្រៅប្រទេសដែលមានរឿងរ៉ាវទៅក្នុងប្រទេសឥណ្ឌាចានៅក្នុងប្រទេសផ្សេងៗជាច្រើនទៀតសូមសម្រាប់បន្តិចសិនចាកម្មវិធីនេះឧបត្ថម្ភដោយទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព Freshy ល្អសម្រាប់អ្នកអបអរសាទរស្រាបៀរ Gensberg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ2014 Gensberg ស្រាបៀរគុណភាពអាល្លឺម៉ង់កម្រិតកំពូលឈ្នះមេដាយមាស
ចាឥឡូវយើងបានឈានដល់វគ្គទី3ហើយបន្តពីទស្សនារយៈពេល2វគ្គពេញចាវគ្គទី3យើងមានជម្រាបជូនរឿងរ៉ាវនៅខាងក្រៅប្រទេសដល់ដំបូងយើងនឹងទៅមើលរឿងរ៉ាវមួយនៅក្នុងប្រទេសឥណ្ឌាចាបាទអរគុណអ្នកនាងលក្ខណៈយើងទៅមើលរឿងរ៉ាវនៅប្រទេសឥណ្ឌាដែលនិយាយអំពីការរៀបការរបស់អគូស្នេហ៍ថ្មីថ្មោងនោះគឺដល់ទៅ100គូឯណោះចាការចំណាយតែមួយមិនមែន1មិនមែន2តែ100គូច្រើនមែនទែនណាបាទយើងសម័យមើលបើមិនជាការរៀបការម្ដង100គូបែបហ្នឹងចំណេញបាទចំណេញមិនតែកូនកន្លះកូនកមុំច្រើនខ្លាំងមែនទែនចាហើយភ្ញៀវឯងមិនដឹងទៅអង្គុយណាអស់មុំបាទស្អាតស្អាតបាទស្អាតស្រស់ដូចនេះលក្ខណៈដែរខ្ញុំស្អាតតែអត់ចង់ខ្មៅដូចគ្នាចាខ្ញុំគេហៅស៊ីកាមេរ៉ាសម្បល់ហ្នឹងកាមេរ៉ាទៅសើស៊ីខ្ទេចបងបាននិយាយលេងទេនេះគឺជាគូស្នេហ៍ជាង100គូដែលសុទ្ធសឹងតែជាក្រុមកុលសម្ព័ន្ធរស់នៅក្នុងប្រទេសឥណ្ឌាគឺពួកគេបានរៀបការនឹងគ្នានៅក្នុងទីក្រុងស៊ីលីគូរីនៃប្រទេសឥណ្ឌាកាលពីសប្តាហ៍កន្លងទៅនេះហើយអ្នកដែលរៀបចំកម្មវិធីនេះនិយាយថាក្រុមកុលសម្ព័ន្ធទាំងនេះគឺភាគច្រើនគឺជាអ្នកដែលក្រីក្រហើយมันមានប្រាក់គ្រប់គ្រាន់សម្រាប់រៀបចំកម្មវិធីមង្គលការរបស់ពួកគេតាមប្រពៃណីរបស់ប្រទេសឥណ្ឌាបានឡើយដោយសារតែការរៀបការហ្នឹងគឺត្រូវចំណាយអស់ប្រាក់ជាច្រើនបើយើងមើលទៅវប្បធម៌គេកូនកន្លះកូនកំមុំបដូរកម្រងកាយគ្នាទៅវិញទៅមកច្រើនជុំហ្នឹងគឺរៀបទីហើយទោះបីជាគាត់អត់មានខាចាណាសំគុំក៏ដោយគឺមានអាចារ្យដែរប៉ុន្តែប្រកបដោយការខ្លួនឯងតែពីរនាក់ក៏បានដែរបដូរកម្រងការគ្នាបាទនេះជាប្រពៃណីវប្បធម៌របស់គេណាហើយហេតុនេះហើយបានជាអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការសម្រាប់សុខុមាលភាពសម្រាប់ប្រជាជនកុលសម្ព័ន្ធនៅក្នុងទីក្រុងស៊ីលីគូរីក៏សម្រាប់ចាត់រៀបចំពិធីមង្គលការឲ្យគូស្នេហ៍ថ្មីថ្មោងជាង100គូនេះតែម្ដងបាទហើយសម្លេងអាចារ្យនិងការរៀបចំតាមបែបប្រពៃណីរួមទាំងការរាំរបាំប្រពៃណីផងដែរនោះគឺបានរៀបចំនិងបន្លឺយ៉ាងអធិកអធមនៅក្នុងកម្មវិធីមង្គលការមួយនេះហើយវាគឺជាថ្ងៃពោលថ្ងៃជ័យនិងថ្ងៃដ៏សប្បាយរីករាយមួយសម្រាប់គូស្នេហ៍ថ្មីថ្មោងទាំងនេះដែលមិនមានលទ្ធភាពប្រពៃពិធីរៀបមង្គលការនោះដោយខ្លួនឯងផ្ទាល់តែមានឱកាសបានរៀបការពេញមុខពេញមាត់បែបនេះគឺនឹងគេនឹងឯងដែរហើយមន្ត្រីនៃអង្គការ Vanavasi Kalyan Ashram ជាអង្គការសុខុមាលភាពសង្គមរបស់ឥណ្ឌាដែលមានមូលដ្ឋាននៅចាស់ពួរបានឲ្យដឹងថាគោលបំណងធំដែលយើងប្រពៃពិធីនេះគឺយើងចង់រៀបចំពិធីមង្គលការឲ្យគូស្នេហ៍កុលសម្ព័ន្ធទាំងនេះដើម្បីឲ្យពួកគេមានឈ្មោះថាបានរៀបការស្របច្បាប់និងបានទទួលដឹងឮពីគេគ្រប់គ្នាឯងផងដែរចា៎បាទអញ្ចឹងយើងឃើញថានេះគឺជាកម្មវិធីរៀបមង្គលការបែបប្រពៃណីរបស់ប្រទេសឥណ្ឌាប៉ុន្តែកូនកន្លះហើយនិងកូនកំមុំទាំងនេះគឺសុទ្ធតែជាក្រុមកុលសម្ព័ន្ធរបស់ប្រទេសឥណ្ឌាដែលគាត់មានថវិកាគ្រប់គ្រាន់ក្នុងការរៀបមង្គលការនោះទេចាអញ្ចឹងបានជាកម្មវិធីនេះគឺគេរៀបចំឡើងឲ្យមានគូស្នេហ៍ដែលគាត់ស្រឡាញ់គ្នាត្រូវរៀបការចំនួនដល់ទៅ100គូជាងហ្នឹងដើម្បីចូលរួមជាមួយគ្នាតែម្ដងមានថាគាត់មិនចាំបាច់ធ្វើការរៀបការឲ្យបានច្រើនដងឯព្រោះចំណាយតែម្ដងគឺបានទាំងអស់គ្នាចាជាបន្តយើងទៅទស្សនារឿងរ៉ាវមួយនៅក្នុងប្រទេសអេត្យូពីទស្សនិកជនលោកអ្នកប្រហែលជាបានដឹងថាមានកម្មវិធីជាច្រើនដែលបណ្ដុះបណ្ដាលដែលតាក់ទងទៅនឹងខាងសប្បុរសធម៌ជាក់ស្ដែងរឿងនេះគឺនិយាយអំពីមូលនិធិរត់ប្រណាំងដែលមានទាំងអាហារូបករណ៍ហើយក៏ជួយច្រើនទៅដល់ក្មេងស្រីចានេះគឺជាមូលនិធិរត់ប្រណាំងថ្នាក់ជាតិរបស់ប្រទេសអេត្យូពីដែលកំពុងជួយក្មេងស្រីទាំងនេះឲ្យសម្រេចគោលដៅផងនិងបានរៀនផងមូលនិធិនេះមានឈ្មោះថា Girls Got Talent នៅសាលា Sodo Abba Pasca Girls នាភាគខាងត្បូងដែលផ្ដល់ជូនអាហារូបករណ៍ដល់ក្មេងស្រីដែលខ្វះខាតហ្នឹងគឺចាប់ពីអាយុ11ឆ្នាំទៅ15ឆ្នាំចា11ឆ្នាំយើងធំដែរចាក្មេងស្រីក្នុងហ្នឹងគឺ1/3នៅតំបន់នេះបានត្រៀមត្រឹមតែអនុវិទ្យាល័យប៉ុណ្ណោះហើយហេតុផលគឺដោយសារតែពួកគាត់នឹងក្រីក្រហើយនឹងការចាប់ឲ្យរៀបការទាំងនៅវ័យក្មេងចាកាលមុននៅស្រុកយើងអញ្ចឹងដែរចាប់ឲ្យការឥឡូវយើងកាត់បន្ថយលោកស្រីកាឡាណូឡានប្រធានមូលនិធិនេះនិយាយថាពេលដែលយើងវិនិយោគទៅលើក្មេងស្រីគឺវាស្មើនឹងយើងវិនិយោគទៅលើគ្រួសាររបស់គេទាំងមូលជាពិសេសគឺនៅពេលដែលគេធំពេញវ័យនិងមានសមត្ថភាពអាចសម្រេចបាននៅក្នុងសង្គមម្យ៉ាងទៅក្មេងស្រីតំបន់ប្រទេសអេត្យូពីនេះគឺរងគ្រោះពីបញ្ហាសង្គមច្រើនណាស់ដូច្នេះហើយបើរៀនតិចពួកគាត់នឹងងាយឆាប់មានផ្ទៃពោះហើយចាធ្ងន់ធ្ងរមែនតើMeron Jasmine អាយុ13ឆ្នាំនាងត្រៀមខ្លួនរួចហើយសម្រាប់ថ្ងៃនេះម្ដាយរបស់គេជាស្ត្រីមេម៉ាយគាត់ចិញ្ចឹមកូនដែលលក់ទឹកតែនិងកាហ្វេហើយគាត់ជឿថាអាហារូបករណ៍នេះជាវិធីជួយឲ្យកូនស្រីទាំងពីររបស់គាត់បន្តរៀនបាន
កីឡារត់ប្រណាំងគឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់ប្រទេសអេត្យូពីចាចេះដឹងមួយរឿងទៀតហើយវាគឺជាកីឡាដែលផ្ដល់កន្លែងសុវត្ថិភាពដល់ក្មេងស្រីទាំង15នៅទីនេះឲ្យមានមិត្តនិងទទួលបាននូវសុខភាពល្អចាល្អមែនតើពួកគេក៏ទទួលបាននៅស្បែកជើងរត់ប្រណាំងអាហារពេលថ្ងៃដ៏ឆ្ងាញ់និងចូលរៀនថ្នាក់បំរៀនសំទោសថ្នាក់ជំនាញបណ្ឌិតជីវិតដែលទាក់ទងនឹងសុខភាពភាពច្នៃដឹកនាំនិងការលើកស្ទួយមនុស្សផងដែរចាអញ្ចឹងក៏សប្បាយរីករាយមែនតើMoran Jasmine កុមារីរូបនេះបាននិយាយថាជីវិតខ្ញុំបានផ្លាស់ប្ដូរច្រើនណាស់បើគិតចាប់ពីចូលមករៀនទីនេះគាត់ទីក្មេងស្រីអញ្ចឹងគឺច្បាស់ងាយនឹងប្រថុយនឹងគ្រោះថ្នាក់ប៉ុន្តែឥឡូវនេះគឺបានដឹងពីរបៀបជំនះបញ្ហាទាំងអស់នេះហើយម្យ៉ាងទៀតពួកគាត់តែបង្ហាត់នៅការហាត់កីឡា3ដងក្នុងមួយសប្តាហ៍ដើម្បីឲ្យរាងកាយនឹងគឺកាន់តែមាំមួនមេរ៉ុនគឺចូលចិត្តរត់ប្រណាំងប៉ុន្តែគេមិនចង់ខ្លាចទៅជាកីឡាករនីជើងអាចអ្វីនោះឡើយគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយអាចរៀនចប់និងខ្លាចទៅជាវីជ្ជបណ្ឌិតម្នាក់ចាអញ្ចឹងយើងឃើញថាកម្មវិធីនេះល្អមែនទែនជាពិសេសគឺក្មេងស្រីណាមួយក្នុងប្រទេសអេត្យូពីនេះគឺមានការរើសអើងខាងសង្គមច្រើនចាដោយសារថាពួកគាត់ឲ្យទៅថាឆាប់ចាប់រៀបការហើយងាយរឿងគ្រោះនៅក្នុងការមានផ្ទៃពោះអីអញ្ចឹងទៅវាស្តៀងទៅនឹងប្រទេសឥណ្ឌាដែរបាទអញ្ចឹងយើងឃើញថាហេតុការណ៍នេះគឺកើតមានច្រើននៅប្រទេសដូចជាឥណ្ឌាឬក៏អេត្យូពីនេះដែលការរំលោភបំពានលើស្ត្រីឬក៏សិទ្ធិស្ត្រីនឹងមានច្រើនអញ្ចឹងហេតុនេះហើយទើបគេព្យាយាមបង្កើតមានកម្មវិធីប្លែកៗដើម្បីឲ្យពួកគាត់នឹងមានឱកាសទទួលបាននៅចំណេះដឹងដូចជាគេឯងដទៃហើយអនាគតគាត់នឹងជឿជាក់ថាប្រកាសជារុងរឿងបើសិនជាគាត់ខិតខំប្រឹងប្រែងរៀនសូត្របាទអរគុណយើងបង្វែរអារម្មណ៍លោកអ្នកមកមើលក្រុមហ៊ុន Telsa ដោយសារតែមានការខ្វះខាតនៅអគ្គិសនីប្រើប្រាស់សម្រាប់ប្រទេសមួយចំនួនក្រុមហ៊ុននេះគឺបានបង្កើតឧបករណ៍មួយដែលគេហៅថាប្រអប់ផ្ទុកថាមពលអគ្គិសនីបាទចំណុចថាតើប្រអប់ផ្ទុកថាមពលអគ្គិសនីនឹងមានរូបរាងបែបណាហើយនឹងអត្ថប្រយោជន៍អ្វីខ្លះយើងទៅទស្សនាវីដេអូទាំងអស់គ្នាបាទឃើញថាឧបករណ៍នេះមានមៀតតូចនោះទេតែកម្លាំងថាមពលរបស់វាគឺមហាសាលតែម្ដងវាគឺជាប្រអប់ផ្ទុកថាមពលអគ្គិសនីមួយដែលគេជឿថាអាចផ្លាស់ប្ដូរការប្រើប្រាស់អគ្គិសនីលើលោកមានកម្រាស់15សង់ទីម៉ែត្រហើយមានកម្ពស់នឹង10សង់ទីម៉ែត្រនិងទទឹង78សង់ទីម៉ែត្រឧបករណ៍ Powerwall របស់ក្រុមហ៊ុន Tesla អាចផ្ទុកថាមពលដែលទទួលបានយកពីបន្ទះសូឡាពីបណ្ដាញខ្សែភ្លើងនាពេលយប់សម្រាប់ទុកប្រើនៅពេលដាច់ភ្លើងឬនៅតំបន់ដែលគ្មានភ្លើងបាទហើយវាជាម៉ាស៊ីនដែលប្រធានក្រុមហ៊ុន Tesla លោក Elon Musk ជឿថាវាអាចដោះស្រាយបញ្ហាខ្វះភ្លើងប្រើប្រាស់នៅលើពិភពលោកហើយលោក Elon Musk នាយកនៃក្រុមហ៊ុន Tesla បានឲ្យដឹងថាបើសិនជាយើងឈប់ប្រើភ្លើងរត់គឺយើងអាចធ្វើបានយើងអាចយកបន្ទះសូឡាមកបញ្ចូលថ្មនៅក្នុងប្រអប់ភ្លើងរបស់យើងហើយក៏អាចប្រើបានតែម្ដងដូច្នេះវាធ្វើឲ្យយើងមានសុវត្ថិភាពមានសន្តិសុខនិងចំណាយតិចទៀតផងតម្លៃរបស់វានឹងគឺ$3,500បាទហើយខុសពីការប្រើប្រាស់អគ្គិសនីតាមបណ្ដាញខ្សែភ្លើងម៉ាស៊ីនផ្ទុកអគ្គិសនីដ៏តូចមួយនេះมันបញ្ចេញឧស្ម័នកាបូននៅក្នុងបរិយាកាសឡើយហើយអ្នកដែលមានផ្ទះតូចចង្អៀតក៏អាចប្រើវាបានដែរអញ្ចឹងមានថាគេបង្កើតឡើងសម្រាប់តំបន់ណាដែលខ្វះភ្លើងប្រើប្រាស់ឬក៏ផ្ទះដែលឬក៏តំបន់ណាដែលភ្លើងអត់ស្អាតដាច់បាទអត់សូវសម្បូរភ្លើងអញ្ចឹងឧបករណ៍នេះអាចជួយបានដោយគេប្រើប្រាស់បន្ទះសូឡាសម្រាប់ញុកចូលនៅក្នុងឧបករណ៍នេះអញ្ចឹងគឺថាបន្ទះសូឡាធម្មតាយើងដឹងហើយគឺទទួលបានពីថាមពលព្រះអាទិត្យអញ្ចឹងវាក៏មិនសូវជាបំផ្លាញបរិស្ថានច្រើនហើយវាមានផលចំណេញក្រោយដល់ពួកគាត់ទៀតផងចា៎បាទហើយលោកបានបន្តថាមូលហេតុដែលយើងធ្វើឲ្យដាក់ជាប់នឹងជញ្ជាំងគឺដោយសារតែវាមានន័យថាយើងមិនចាំបាច់មានបន្ទប់សម្រាប់ដាក់វានោះទេគឺយើងមិនចាំបាច់មានបន្ទប់ដែលពោពេញដោយអង្គុយអីនោះទេគឺផ្ទះទូទៅធម្មតាក៏អាចដាក់វាបានដែរនៅក្នុងកន្លែងដាក់ឡានឬក៏ដាក់នៅខាងក្រៅផ្ទះក៏បានបាទហើយនៅប្រទេសក្រីក្រមួយចំនួនដូចជានៅតាមទ្វីបអាហ្វ្រិកឬក៏នៅតាមកោះនានាហ្នឹងគឺអគ្គិសនីគឺជាបញ្ហាធំរបស់ពួកគេដោយជាធម្មតាគឺគេមានតែភ្លើងប្រើត្រឹមតែ4ថ្ងៃប៉ុណ្ណោះនៅក្នុងមួយសប្តាហ៍អញ្ចឹងមកហាមកទិន7ថ្ងៃមានភ្លើងប្រើតែ4ថ្ងៃ3ថ្ងៃទៀតអត់មានភ្លើងប្រើអញ្ចឹងយើងគិតមើលក្នុងខែដែលត្រជាក់វាមិនសូវអីសម្រាប់តែខែក្តៅដូចយើងរាល់ថ្ងៃអញ្ចឹងការដាច់ភ្លើងត្រឹមតែកន្លះម៉ោងទៅ1ម៉ោងហ្នឹងវាក្តៅហើយពិបាកទ្រាំណាដល់ពេលនេះដាច់ភ្លើង13ថ្ងៃទៀតអញ្ចឹងថាពួកគាត់ពិតជាពិបាកអត់អីយូរគាត់ស្រាំហ្មងបាទតម្រាំតែស្រាំហ្នឹងណាក្តៅបែកញើសជោគបាទហើយចំណាយកន្លែងខ្លះគឺគ្មានភ្លើងប្រើសំបីតែមួយថ្ងៃ
លោក Ellen និយាយថាឧបករណ៍ Powerwall របស់គាត់គឺជាដំណោះស្រាយសម្រាប់អ្នកទាំងនោះអញ្ចឹងអ្នកដែលជួបប្រទះបញ្ហាភ្លើងហ្នឹងគាត់លែងទៅព្រួយបារម្ភមកនៅពេលនេះក្រុមហ៊ុន Tesla នឹងចេញលក់វានៅក្នុងចុងឆ្នាំនេះនៅសហរដ្ឋអាមេរិកហើយគេក៏ក្រុងចេញលក់វាទូទាំងពិភពលោកក្នុងពេលជាមួយគ្នានេះផងដែរក្នុងនោះគឺប្រទេសអាល្លឺម៉ង់ទំនងជាទីផ្សារធំបំផុតហើយព្រោះថាវាគឺជាប្រទេសដែលត្រូវការប្រើថាមពលពន្លឺព្រះអាទិត្យច្រើនបំផុតនៅលើពិភពលោកចា៎អញ្ចឹងនេះគឺជាគំនិតថ្មីនៅក្នុងការច្នៃបង្កើតជាថាមពលអគ្គិសនីដែលប្រើនៅថាមពលសូឡាដែលយើងទាញយកពីថាមពលព្រះអាទិត្យអញ្ចឹងយើងក៏មិនខាតច្រើនណាស់ណាស់ដែរដែលគ្រាន់តែយើងទុកវាសាកជាមួយនឹងព្រះអាទិត្យដែលជាថាមពលធម្មជាតិទេចាអរគុណយើងទៅមើលរឿងរ៉ាវជាបន្តយើងទៅមើលកម្មវិធីពិព័រណ៍មួយដែលពិព័រណ៍នេះគឺទំនើបហើយល្អមែនទែនដែលគេបានមានគំនិតគិតទៅដល់រឿងរ៉ាវអនាគតអំពីផ្សារទំនើបចាទស្សនាទាំងអស់គ្នាចាខណៈនេះយើងកំពុងស្ថិតនៅក្នុងប្រទេសអ៊ីតាលីចាតាមហាក់បកដែរទីនេះគឺមានកម្មវិធីពិព័រណ៍មួយដែលចង់ផ្លាស់ប្ដូរគំនិតរបស់មនុស្សពិព័រណ៍សកលនៅក្នុងទីក្រុង Milan រៀបរាប់អំពីលក្ខណៈនៃផ្សារទំនើបនៅពេលអនាគតចានេះឯងជាអនាគតទៅគឺកើនចឹងឯងគឺជាផ្សារទំនើបបំផុតលេខ1តែម្ដងគេហៅថាទំនើបស្ទើរផុតលេខតែម្ដងអស់លេខដាក់ណាអស់លេខដាក់ហើយលេខដាក់គ្មានបាទចាអតិថិជនក្នុងផ្សារគឺនឹងទទួលបានបទពិសោធន៍ថ្មីនៃការទិញទំនិញព្រោះគេថានឹងបានដឹងគ្រប់យ៉ាងអំពីផលិតផលដែលគេចង់ទិញតាមរយៈអេក្រង់ដ៏ធំនៅខាងមុខលោក Andrea Galati ស្ថាបនិកម្នាក់បាននិយាយថាអ្វីដែលផ្លាស់ប្ដូរសម្រាប់អតិថិជនគឺរបៀបដែលគេឆ្លើយតបនឹងផលិតផលគេអាចដឹងព័ត៌មានបន្ថែមអំពីផលិតផលដែលគេចង់បានហើយថ្ងៃនេះពេលណាដែលលោកអ្នកទៅផ្សារទំនើបអ្នកចង់ទៅដើរចេញឲ្យឆាប់ទេចាគឺអ្នកច្បាស់ជាបញ្ញាប់រត់មើលទំនិញយកវាទៅគិតលុយហើយដើរចេញតែម្ដងតែមិនបានអានព័ត៌មានអំពីផលិតផលនោះឡើយចាអញ្ចឹងវាក៏ដោយសារតែផ្សារទំនើបជាកន្លែងមិនគួរឲ្យនៅយូរអញ្ចឹងមែនអត់បាទអ្នកខ្លះគាត់ទៅទិញអីវ៉ាន់ចឹងណាគាត់ចង់ទៅទិញគាត់មិនទៅទិញតែមួយមុខទេគាត់ចង់ដើរលេងចឹងគាត់នៅយូរតែអ្នកខ្លះគាត់ចង់ទៅទិញគាត់បញ្ញាក់មកដែរអត់ទេបើគាត់ទៅដើរលេងគាត់យូរប៉ុន្តែបើគាត់ទៅទិញអីវ៉ាន់លឿនណាស់តែមកផ្លែគាត់ចេញមួយពួកគាត់ចាវាគឺជាគោលគំនិតរបស់វិស្វករដែលចង់ឲ្យមនុស្សគឺមានការចាប់អារម្មណ៍ជាមួយនឹងផ្សារទំនើបបានច្រើនជាងមុននៅក្នុងផ្សារទំនើបនេះគឺមានជាអេក្រង់ដ៏ធំដែលបង្ហាញពីទម្ងន់និងប្រភពរបស់ផលិតផលទាំងនោះគឺត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការផ្លូវចិត្តរបស់អតិថិជនតែម្ដងហើយក្នុងនោះគឺថាវាក៏ជួយធ្វើឲ្យអតិថិជននោះមានឱកាសបញ្ចេញយោបល់ដល់ផ្សាររបស់ពួកគេដែលគ្រាន់តែដើរកាត់លេខនោះលោកស្រីស៊ីលីយ៉ាជាទេសចរជនជាតិបារាំងម្នាក់និយាយថាជាធម្មតាយើងមិនដឹងព័ត៌មានទាំងអស់ពីកណ្ដាស់នៃផលិតផលនោះឡើយប៉ុន្តែនៅទីនេះគ្រាន់តែយើងចាប់យករបស់ណាមួយយើងនឹងបានដឹងភ្លាមពីប្រភពតម្លៃរបស់វាចាវាស្រួលនៅរហ័សជាងព្រោះមិនចាំបាច់ទៅសួរអ្នកណាឡើយស្ទើរគ្រប់យ៉ាងទាំងអស់នៅដែលមាននៅផ្សារគឺសុទ្ធតែបង្ហាញនៅក្នុងអេក្រង់ទាំងអស់មិនថាចំនួនភ្ញៀវទេសចរក្នុងផ្សារចំនួនផលិតផលទេនិយាយទៅគឺវាសមជាផ្សារទំនើបមែនចាអញ្ចឹងនេះគឺជាពិព័រណ៍មួយដែលគេបង្ហាញអំពីផ្សារទំនើបអស់លេខនៅពេលអនាគតចាអញ្ចឹងទំនើបមែនទេក្នុងប្រទេសអ៊ីតាលីលយណាព្រោះមុខទំនិញនីមួយៗនៅលើហ្នឹងគឺមានអេក្រង់មួយដែលបញ្ជាក់ពីផលិតផលរបស់ពួកគេទាំងប្រភពឬក៏ធាតុដើមហើយធាតុផ្សំឯនោះមានអីខ្លះហ្នឹងគឺនៅលើអេក្រង់នេះលោតចេញមកទាំងអស់អញ្ចឹងអ្នកដែលគាត់ចង់ទិញទំនិញហ្នឹងប្រកាសជាដឹងពីថាតើប្រភពទំនិញមួយហ្នឹងមកពីណាហើយមុននឹងសម្រេចចិត្តជ្រើសរើសអញ្ចឹងបាទមុននឹងសម្រេចចិត្តជ្រើសរើសទិញអីមួយហ្នឹងគឺហៅតែយូរជាងធម្មតាទៀតព្រោះថាគាត់ដងគឺយើងមិនសូវពិនិត្យអីច្រើនទេហ្នឹងហើយយើងគ្រាន់តែមើលតតម្លៃយើងយកទៅកន្លែងគិតលុយបាទដល់ពេលនេះមានអញ្ចឹងយើងត្រូវឈប់មើលអូនេះចាស់នេះចុះនេះចាស់នេះចុះគឺយូរអូយអត់ទេអត់ល្អសិនទេចាបាទប៉ុន្តែយើងជឿថាវាជាភាពទំនើបមួយរបស់ផ្សារទំនើបនៅពេលអនាគតចាអរគុណទស្សនិកជននេះគឺជារឿងរ៉ាវក្នុងវគ្គទី3យើងអរគុណឧបត្ថម្ភកម្មវិធីផងដែរគឺទៅផ្នែកជា Freshy នៅស្រាបៀរ Gainsbourgកម្មវិធីនេះឧបត្ថម្ភដោយ ទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាព Freshy ល្អសម្រាប់អ្នកអបអរសាទរស្រាបៀរ Gainsbourg អ្នកមេដាយមាសស្រាបៀរពិភពលោកឆ្នាំ2014 Gainsbourg ស្រាបៀរគុណភាពអាល្លឺម៉ង់កម្រិតកំពូលឈ្នះមេដាយមាស
ចាទស្សនិកជនទីបានមកដល់វគ្គទី4ដែលជាវគ្គចុងក្រោយនៃកម្មវិធីរបស់យើងចាដែលវគ្គនេះគឺយើងនឹងមានរឿងរ៉ាវសំខាន់ជាច្រើនទៀតហើយយើងក៏មានរឿងតាក់ទងទៅនឹងសត្វផងដែរយើងទៅមើលរឿងរ៉ាវមួយនៅក្នុងប្រទេសឥណ្ឌាដែលនិយាយអំពីដំរីចាបាទអរគុណយើងទៅមើលរឿងរ៉ាវដំបូងនៅប្រទេសសំទោសគឺប្រទេសឥណ្ឌាព័ត៌មានដំបូងគេនេះគឺយើងទៅមើលសត្វដំរីលេងទឹកយ៉ាងសប្បាយនៅក្នុងប្រទេសនេះគាត់ទៅលេងទឹកក៏គេចុះព័ត៌មានធ្លាក់លូក៏ចុះយើងឲ្យគ្នាកើតអីក៏ចុះគ្នាហ្នឹងណាតែសំណាងឯដែលដំរីដល់កាត់ក្នុងលពៅវិញតែគ្នាចុះត្រាំទឹកវាមិនស្អាតដូចយើងណាទឹកគ្នាមិនមែនទឹកសស្អាតស្រស់ថ្លាទឹកគ្នាស្អាតទឹកផុកទឹកភួងចាបាទដោយសារតែអាកាសធាតុដ៏ក្តៅនៅក្នុងរដូវក្តៅនេះគឺនៅក្នុងរដ្ឋRajasthanគេមានសាងសង់អាងទឹកមួយគឺសម្រាប់ឲ្យសត្វដំរីបានចុះទៅងូតទឹកបាទទៅអាងទឹកនេះវាមិនមែនដូចយើងនៅតាមអាងទឹកនានាហែលណាអាងទឹកនេះទឹកបឹងទឹកអីចឹងណាបាទបើសិនជាយើងសម័យថាឲ្យសត្វមួយក្នុងអាងទឹកថ្លាឆ្វង់ដូចយើងដែរមិនចឹងណាបាទហើយស្ថិតនៅជាក្រុងនៃទីក្រុងចៃពួរទីនេះគឺត្រូវបានគេស្គាល់ថាជាភូមិរបស់សត្វដំរីឬគេហៅថា Hathi Gaon ទីនេះគឺត្រូវបានរៀបចំនិងសាងសង់ដោយរដ្ឋាភិបាលប្រចាំរដ្ឋ Rajasthan នេះកាលពីឆ្នាំ2010នៅក្នុងគោលបំណងដើម្បីផ្ដល់ជំរកពិតប្រាកដមួយឲ្យដល់សត្វដំរីទាំងឡាយនិងផ្ដល់ការផ្គត់ផ្គង់ទឹកឲ្យវាផងដែរហើយអ្នកតាក់ដំរីឬអ្នកមើលថែទាំសត្វដំរីទាំងនេះបានឲ្យដឹងថាសត្វដំរីទាំងនេះគឺសប្បាយចិត្តណាស់នៅពេលដែលវាបានចូលទៅមុជទឹកនិងលេងទឹកនៅក្នុងអាងទឹកនេះម្ដងហើយអាងទឹកនេះគឺជាប្រភពតែមួយគត់ដែលផ្ដល់នូវភាពធូរស្បើយដល់សត្វដំរីដែលជួបបញ្ហាលំបាកនៅក្នុងអាកាសធាតុដ៏ក្តៅបែបនេះដោយសារតែមាឌរបស់វាអញ្ចឹងមិនថាវាធំពេកក៏ចង់មុជទឹកក៏ពិបាកអីក៏ពិបាកអញ្ចឹងឲ្យចុះទៅក្នុងទឹកអញ្ចឹងហ្មងណាស្រួលបាទហើយតំបន់នេះក៏ជាកន្លែងទេសចរមួយដ៏ល្បីល្បាញផងដែរដែលប្រជាជនជាច្រើនបាននាំគ្នាមកទីនេះដើម្បីមើលនិងថតរូបសត្វដំរីទាំងនេះកញ្ញា Cindy Busby ភ្ញៀវទេសចរជនជាតិអាមេរិកម្នាក់និយាយថានេះគឺជាគំនិតមួយដ៏ល្អរបស់រដ្ឋាភិបាលដែលបង្កើតឲ្យមានតំបន់សម្រាប់ដំរីបែបនេះគឺព្រោះវាជារឿងល្អនិងធានាថាពួកវាទទួលបានភាពរីករាយនិងមានសុខសុវត្ថិភាពបាទអានេះមកមើលគ្នាមួយទឹកយើងរហូតណានេះខ្មាស់ដែរណាមើលទៅមានកសាយមានអីបាទហ្នឹងហើយចាំមើលគ្នាពងសិក្សាហ្មងបាទហើយចំណែកអ្នកស្រុកនៅទីនេះគឺនិយាយថាដោយសារតែការផ្ដល់ទីជម្រកដល់សត្វដំរីភូមិនេះក៏បានបង្កើនកេរ្តិ៍ឈ្មោះរបស់ប្រទេសឥណ្ឌាថាជាកន្លែងដែលមានសុខសុវត្ថិភាពសម្រាប់សត្វបាទអញ្ចឹងយើងឃើញថានេះគឺជាទីកន្លែងមួយដែលគេផ្ដល់លំនៅឋាននិងជម្រកពិតប្រាកដដល់សត្វដំរីព្រោះថាយើងធ្លាប់ឃើញហើយមានការព័ត៌មានពីលើកមុនហ្នឹងវងដំរីហ្នឹងចូលទៅបំផ្លាញដំណាំរបស់ប្រជាជនជាច្រើនអញ្ចឹងបានជាការដែលបង្កើតឲ្យមានជម្រកពិតប្រាកដសម្រាប់ដំរីនេះគឺអាចជួយដល់ដំរីកុំឲ្យវាចេះតែទៅលុកលុយភូមិឋានប្រជាជនចាធម្មតាយើងត្រូវបែងចែកកន្លែងរស់នៅដំរីនៅដែលមនុស្សនៅដែលឲ្យដាច់អញ្ចឹងទៅដើម្បីងាយស្រួលថាកុំឲ្យយួមនៅច្រឡំគ្នាវាអត់ត្រូវហ្មងចាអស់នៅបាទអស់ហើយយើងទៅមើលរឿងរ៉ាវជាបន្តចាទស្សនិកជនយើងទៅមើលរឿងរ៉ាវមួយក្នុងប្រទេសបារាំងដែលយើងនិយាយអំពីការប្រកួតរត់ក្នុងផុកស្រាប់ទាំងអស់គ្នាតែម្ដងថារត់ដើម្បីអីដែរចានេះឯងគឺទស្សនវិជ្ជានៅក្នុងការរៀបចំនៃការប្រកួតរត់កាត់ផុកនៅក្នុងប្រទេសបារាំងក្នុងនេះគឺមានការចូលរួមទាំងកីឡាករនិងកីឡាការិនីដែលគេមកជួបជុំគ្នាទាំងអស់តែម្ដងសម្រាប់ការប្រកួតដ៏ស្វិតស្វាញចាទៅហើយចារត់ទៅហើយមិនដឹងថាមួយណាអ្នកឈ្នះទេមើលទៅពួកគេដូចជាសប្បាយចិត្តប៉ុន្តែតិចទៀតច្បាស់ជាដូរទឹកមុខហើយព្រោះថាវាជាការប្រកួតដ៏សែនអស់កម្លាំងប្រចាំប្រទេសបារាំងមានថាការប្រកួតដែលដូចថា hot ខ្លាំងហ្មងជួបកាត់ផុកកាត់ភួងចាធម្មតាផុកវាអត់ស្រួលដូចយើងរត់នៅលើដីឬក៏លើកស៊ូអីទេលោក Lucas Cecil បារាំងគេអានទៅអ្នកចូលរួមចាគាត់គឺជាអ្នកចូលរួមប្រកួតម្នាក់នេះនិយាយថាការប្រកួតរត់កាត់ផុកនេះមានទីលានរត់ចម្ងាយ13គីឡូម៉ែត្ររួមជាមួយនឹងឧបសគ្គ22កន្លែងផ្សេងពីគ្នាចាអូយើងមើលទៅអញ្ចឹងចូលនៅក្នុងលូទៀតដូចមិញយើងឃើញហ្នឹងរត់ចេញមកដំបងអត់ទាន់ដល់អញបាទសិតតែផុកបដ ாய் ដល់តែបកកែធ្វើផុកឲ្យទៀតណាហើយជាតំបន់ហ្នឹងសម្បូរផុកណារត់កាត់ផុកកាត់លូដាក់មកចាមើលទៅខ្ញុំថាសុបាយតាបាទសុបាយណាស់លូភក់ហ្មងណាអញ្ចឹងស្អីមិន make up អីទេ make up ផុកបាទអញ្ចឹងចាគឺដូចឃើញហ្នឹងមានអាងផុកខ្សែភ្លើងអាងតកក្តារតោប្រវែង2ម៉ែត្រនិងចន្ទាប្រវែង4ម៉ែត្រដែលត្រូវធ្វើការរត់ផងលូនផងដើរផង
បេក្ខជនគឺត្រូវតែធ្វើយ៉ាងណាទ្រាំឲ្យបាននឹងកម្ដៅថ្ងៃហើយជាពិសេសនោះគឺទឹកផុកដល់សែនខាប់តែម្ដងកម្មវិធីនេះគេធ្វើឡើងនៅក្នុងតំបន់អ៊ីវលីនភាគខាងលិចក្រុងប៉ារីសដែលមានការចូលរួមពីមនុស្សចំនួនជាង 20,000 នាក់ចាមិនតិចទេអ្នកខ្លះបានខំហាត់វាមុនដល់ទៅ6 ខែចាដោយគេចំណាយពេល10ម៉ោងក្នុងមួយថ្ងៃហើយភាគច្រើនគឺសុទ្ធតែជាអត្តពលិកអ្នកចូលរួមត្រូវចំណាយចាប់ពី45 អឺរ៉ូទៅ65 អឺរ៉ូចាពី45ទៅ65 អឺរ៉ូដើម្បីមានសិទ្ធិប្រកួតដែលភាគច្រើនគេមានគ្នា4នាក់នៅក្នុងមួយក្រុមដល់ទីហើយចាមើលទៅម្នាក់ដូចជាទុនដៃទុនជើងអស់ហើយអត់ទាន់ដល់ហូបដល់ទីអាលោក Benjamin អ្នកចូលរួមប្រកួតបាននិយាយថាលោកសប្បាយណាស់ហើយនៅខាងមុខទៀតក៏សប្បាយដូចគ្នាពិតជារំភើបម្នាក់ចាយើងមើលទៅគឺនេះគេថា អាណិតគ្នាណា បាយកំសាន្តដល់សែនអស់កម្លាំង បាទអានេះបើសិនជាហើយអីទៅដល់ផ្ទះអីនឹងជា ងូតទឹកអស់ ងូតទឹកអស់ប្រមាណសបួយណាបើសក់អីហឹងឆ្កើទេមើលទៅ ចាកម្មវិធីខ្ញុំថាសប្បាយព្រោះបញ្ជាក់ឲ្យយើងចេះជួយគ្នាចេះសាមគ្គីគ្នា បាទ ចាំមើលទៅល្អមើលមែនតើហើយទស្សនិកជននឹងមានរូបភាពច្រើនទៀតនៅបានទស្សនា គេ ចា ដល់ទីណា ដល់ទីហើយអឹងហើយ បាទហើយគ្នាអស់កម្លាំងឡើង អស់ឡើងទុនអស់លីងហ្មងគេហៅអស់លីងដែរ បាទមិនដឹងជាគាត់ផឹកទឹកផុកទឹកភក់នេះអស់ប្រមាណទេណា ចា បាទអរគុណនេះគឺជារឿងរ៉ាវប្រទេសបារាំងយើងមកបារម្ភលោកអ្នកមកកាន់ប្រទេសអាល្លឺម៉ង់វិញម្ដងប៉ុន្តែយើងនៅតែមើលនៅការរត់ប្រណាំងបែបនេះដដែលគាត់ថានេះមិនមែនជាការរត់កាត់ផុកកាត់ភក់អីនោះទេប៉ុន្តែវាគឺជាការរត់មួយប្រកបដោយឧបសគ្គច្រើនដូចគ្នានេះគេទៅហើយបាញ់ផ្សែងបាញ់ភ្លើងគឺមើលទៅចម្រោះពណ៌ស្អាតជាងមិញណានេះនៅលើផ្លូវថ្នល់ប៉ុន្តែនោះវិញនៅលើផុកលើភក់ណាតែគាត់ថាឧបសគ្គច្រើនដូចគ្នាអញ្ចឹងយើងទៅមើលឧបសគ្គអ្វីខ្លះបាទមើលទៅដូចស្មោច បាទលយណាបាទនេះគឺជាប្រជាជនជាង 11,000 នាក់ចង់ថាមិនចាញ់ប្រជាជនប្រកួតនៅប្រទេសបារាំងមិនទេ 11,000 នាក់ដែរតាហើយបាននាំគ្នាមកចូលរួមនៅក្នុងកម្មវិធីប្រកួតរត់មួយដែលមានឈ្មោះថា Strongman Run ចឹងបើយើងមើលតែឈ្មោះនេះក៏ថាអ្នកចូលរួមត្រូវតែមានកម្លាំងខ្លាំងហើយដើម្បីទប់ទល់នឹងឧបសគ្គហើយនៅក្នុងតំបន់ Nürburgring នៅក្នុងប្រទេសអាល្លឺម៉ង់ព្រឹត្តិការណ៍នេះគឺបានកើតឡើងកាលពីសប្តាហ៍កន្លងទៅនេះហើយមានទាំងលូនផងក្រាបមានទាំងរអិលចុះផងលោតទៅក្នុងទឹកហើយអ្នកដែលចូលរួមប្រកួតទាំងនេះហ្នឹងគឺត្រូវធ្វើការប្រកួតយ៉ាងស្មុគស្មាញបំផុតក្នុងចម្ងាយ23 គីឡូម៉ែត្របូករួមទាំងឧបសគ្គយ៉ាងច្រើនចំហារត់ចម្ងាយ23 គីឡូម៉ែត្រស្របទាំងឧបសគ្គហ្នឹងណាមានថាឆ្ងាយមែនទែន23 គីឡូម៉ែត្របាទហើយក្នុងនោះឧបសគ្គមួយចំនួនមានដូចជាការលូនក្រោមសំណាញ់ការលោតនៅក្នុងសម្បកកង់ការរអិលចុះចូលទៅក្នុងទឹកនិងឧបសគ្គជាច្រើនទៀតដែលតម្រូវឲ្យអ្នកដែលចូលរួមប្រកួតនឹងតស៊ូឲ្យខ្លាំងបំផុតព្រោះវាមិនមែនត្រឹមជាការរត់ធម្មតានោះទេចឹងថាមិនមែនតែដូចរត់ម៉ារ៉ាតុងឯងគ្រាន់តែរត់នៅលើផ្លូវថ្នល់ទៅមុខអីដល់ទីណានេះគឺពោពេញដោយឧបសគ្គឆ្លងកាត់ទឹកឆ្លងកាត់សម្បកកង់ផងអីផងមើលទៅបំមានញឹក បាទរវល់ដូចមិញអញ្ចឹងណាគាត់ថាមិញនៅលើដីផុកដីពួកវាពិបាកខ្លាំងជាងតិចនេះមិញឃើញមានមនុស្សស្រីចូលរួមដែរតា បាទមានទាំងប្រុសមានទាំងស្រីដូចគ្នាបាទហើយមានអ្នកខ្លះហ្នឹងក៏គាត់ស្លៀកពាក់ប្លែកៗមកចូលរួមនៅក្នុងការប្រកួតហ្នឹងផងដែរហើយអ្នកអាណិតដែលស្លៀកពាក់ប្លែកៗបើសិនជាចូលទឹកចូលអីចេះដូចកៅអៅអីណាសត្វឆ្មាសត្វទាអញ្ចឹងណាព្រោះវាពេលវាសើមទៅទុននោះវាធ្ងន់ណាស់ចាវាមិនដឹងអាយកីឡាអីអត់លយមែនតើឃើញមានផ្លែច្រើនបាទហើយពិធីប្រកួតនេះគឺពេលខ្លះត្រូវឲ្យសំទោសគឺត្រូវបានឲ្យគេឲ្យឈ្មោះថា The Green Hell ដែលបានចាប់ផ្ដើមធ្វើឡើងដំបូងគឺនៅឆ្នាំ 2007 ហើយការនោះគឺមានអ្នកចូលរួមត្រឹមតែចំនួន 1,600 នាក់ប៉ុណ្ណោះបាទចឹងថាពីឆ្នាំ 2007 មកដល់ឆ្នាំ 2015 កើតឡើងចង់ 10,000 នាក់អាហ្នឹងបាទហើយអ្នកដែលចំនួនដែលចូលរួមកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺបានធ្វើឲ្យអ្នកដែលរៀបចំការប្រកួតគឺពួកគាត់កាន់តែខិតខំស្វែងស្វែងរកអ្វីដែលថ្មីនិងប្លែកៗសម្រាប់ការប្រកួតនេះបន្តទៀតហើយអ្នកដែលឈ្នះនៅក្នុងការប្រកួតផ្នែកបុរសនៅក្នុងឆ្នាំនេះគឺបានទៅលើលោក Robin Derchen ដែលគាត់ជាជនជាតិអាល្លឺម៉ង់ចំណាយអស់រយៈពេល1ម៉ោង36នាទីនិង57វិនាទីសម្រាប់ការប្រកួតចំណែកខាងស្ត្រីវិញគឺបានទៅលើកញ្ញា Susan Cross ដែលគាត់ចំណាយរយៈពេល1ម៉ោងនិង45នាទី54វិនាទីបាទអញ្ចឹងន័យថាបើពួកគាត់ប្រកួតយ៉ាងស្វិតស្វាញតែចំណាយជាង1ម៉ោងទើបទៅដល់ទីបាទ កីឡាមិញគាត់ទៅយ៉ាងពេលដែលយើងធ្វើការអធិប្បាយហ្នឹង
ហូបលេងហ្មងណាចាំមេថារឿងរ៉ាវគឺវែងមែនតើហើយចំពោះទីធ្លាដែលគេរៀបចំហ្នឹងក៏ស្អាតទៅទៀតហើយយូរទៅខ្ញុំមិនដែលបានឃើញកីឡាដែលគេលេងអញ្ចឹងឯងប្លែកមែនតើចាហើយអ្នកដែលគាត់ចូលរួមគឺសុទ្ធតែមានអញ្ចឹងសុទ្ធតែអ្នកដែលគាត់មានកម្លាំងខ្លាំងនៅក្នុងការប្រកួតយកឈ្នះហ្នឹងចាអរគុណទស្សនិកជនអញ្ចឹងនេះគឺជារឿងរ៉ាវទាំងអស់នៅក្នុងកម្មវិធីរបស់យើងប៉ុន្តែនៅចុងវគ្គគឺយើងមានរឿងរ៉ាវសំណើចមួយលោកអ្នកទទួលស្នារឿងមួយដែលអ្នកដែលគាត់រៀបចំកម្មវិធីគាត់សរសេរថាជួយផងក្មួយអើយចាប់អត់ជាប់ទេទទួលស្នាទាំងអស់គ្នាថាតើជាអីដែរចាបាទចាប់អត់ជាប់យ៉ាអូ ហើយមិនបានទៅមើលចាំមិនអូយហើយខ្ញុំសង្ស័យតែដេញចាប់នោះគោយឿនទៅតែជាប់លេងហើយអ្នកចាប់នោះគ្នាមិនដឹងថាជាប់លេងស្មានតែគោយឿន7ហ្នឹងណាអ្នកថតដល់ស្អាតណាស់នេះតែតែក៏នៅក្នុងស្ថានភាពហ្នឹងកំពុងភ័យហើយបាទហើយនេះឡងអ្នកស្អាតចុះគ្នាទៅដឹងថាគោយឿននេះថាអី7ពេញបាទអស់ហើយចាអញ្ចឹងនេះឃើញហើយពិតជាអស់សំណើចមែនហើយរូបភាពប្លែកៗអញ្ចឹងឥឡូវគឺមានច្រើនមែនតើចាអញ្ចឹងបើសិនបើលោកអ្នកមានរូបភាពប្លែកៗអញ្ចឹងក៏អាចផ្ញើមកកម្មវិធីរបស់យើងដែរយើងមានពីអត្តរដែលនឹងអាចតាក់ទងបានចាទីមួយគឺ ctn.morningshow@gmail.com ហើយទីពីរគឺហត្ថព័ររបស់យើងនៅក្នុងប្រព័ន្ធបណ្ដាញសង្គម Facebook ព័ត៌មានថ្ងៃថ្មីជាភាសាខ្មែរនិង The Morning Show ជាភាសាអង់គ្លេសចាអរគុណបាទព្រោះថាកម្មវិធីរបស់យើងតែងតែនាំនៅអ្វីដែលថ្មីជូនលោកអ្នកបើសិនបើលោកអ្នកមានមតិរិះគន់ឬក៏ស្ថាបនាតាក់ទងនឹងកម្មវិធីរបស់យើងអាចផ្ញើជាសារមកកាន់គេហទំព័ររបស់យើងគឺព័ត៌មានថ្ងៃថ្មីជាភាសាខ្មែរឬក៏ The Morning Show ហ្នឹងហើយលោកអ្នកប្រកាសជាលោកអ្នកក៏អាចទស្សនាបាននៅវីដេអូប្លែកៗតាមរយៈកម្មវិធីរបស់យើងប្រចាំថ្ងៃដែលយើងនឹងផុសជូនលោកអ្នកបានទស្សនាបាទអរគុណកម្មវិធីរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយសូមអរគុណនៅការតាមដានទស្សនារបស់លោកអ្នករយៈពេល1ម៉ោងពេញហើយយើងសូមខន្តីអភ័យទោសរកកំហុសខុសឆ្គងដែលកើតមានឡើងនៅក្នុងកម្មវិធីរយៈពេល1ម៉ោងពេញនេះចានៅពេលនេះក្រុមការងាររបស់យើងសូមជូនពរទស្សនិកជនទៅបាននូវសុខភាពល្អសូមអរគុណនិងសូមគោរពលាចា